បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះត្រីចូលច្រើនទៀតហើយបាទបងប្អូនមានត្រីអាក្រហមត្រីតកែអាធំមួយ10គីឡូជាងក៏មានដែរបងប្អូនអាធំ2ក្បាលបងប្អូននេះដែលខ្ញុំទាញមុននេះក៏ត្រីឆ្ពងក្រហមបាទបងប្អូនទាំងអស់គ្នាជាតិចូល5គីឡូបាទនេះក៏10គីឡូជាងបាទត្រីតកែ2ក្បាល20គីឡូជាងបាទបងប្អូនទាំងអស់គ្នានេះអូត្រីទូត្រីតកែភ្លើងតកែអីក៏ពេញទៅនេះលាឡំគ្នាពេញទៅនេះហើយមកឥឡូវខ្ញុំក៏យកធំមកក្បាលសិនបាទបងប្អូនទាំងអស់គ្នា fillet សិនហើយបាទយកសកាយកអីចេញដូចតារើដងនេះហើយបាទកាត់ចេញម្ដងតិចម្ដងតិចគាត់និយាយពីពិបាកយកមែនទេនៅថាត្រីវារៀងធ្ងន់តិចបាទហើយពីក្បាលឡើងបំប៉ាន់ក្បាលជ្រូកនេះហើយបាទខ្ញុំក៏ចាប់ផ្ដើមចេញម្ដងតិចកាត់ស្កៃកាត់ស្អីវាចេញកាត់ព្រួយកាត់អីវាកុំឲ្យវាទើសដៃបាទពេលយើងកាត់ទៅវាស្រួលបាទពងធ្វើភ្ញៀវពិសេសគាត់មកកំងមហូបទៀតបាទហ្មងសម្រាប់ថ្ងៃសុំឲ្យធ្វើមហូបឲ្យកាត់បាន2 3មុខបាទខ្ញុំក៏ចាប់ផ្ដើមធ្វើរោធ្វើអីជូនកាត់ហើយបាទខ្ចប់ឲ្យកាត់តែខ្ចប់ហើយក៏បន្តកាត់ត្រីទៀតបាទបងប្អូនទាំងអស់គ្នាហើយមកដល់វានេះយើងក៏វាកាប់កកាប់អីហើយបាទដកកមកដូចអាបអញ្ចឹងហើយបាទបងប្អូនទាំងអស់គ្នានេះដៅយកពីភ្នែកស្រស់ញញឹមបាទបងប្អូននេះអូសាច់សស្គូសចេញញដូចលាបលេចេះហើយបាទយើងយកអាស្កាវាចេញនោះហើយក៏ចាប់ផ្ដើមចាក់ហើយចាក់ខ្នងតិចដើម្បីឲ្យវាបានមុខបាទបងប្អូនតែពីបានមុខយើងក៏ចាប់ផ្ដើមចាក់ម្ដងតិចឲ្យវាកុំឲ្យចេញឈាមជិបសាច់ត្រីបាទបងប្អូនតែជិបសាច់ត្រីនេះរៀងឆ្អាបហើយបាទណាដែលជិបតិចក៏យើងយកกระดาษមកបឺតវាចេញបាទឥឡូវខ្ញុំក៏កាត់ទុកចង្ហុយហើយបាទនេះទុកចង្ហុយនិងទុកខផងហើយនឹងអាំងស្ទេកត្រីដុំខ្លះក៏យើងធ្វើទុកសាស៊ីមីបាទនេះខ្ញុំក៏ចាប់ដើម8ចេញជាដុំហើយឥឡូវដល់វាចង្អិនហើយបាទនេះក៏ចង្អិនជាស្ទេក3ដុំក៏ខបាទខបាន3 4ដុំទៀតបាទនេះដាក់សោះដាក់អីចូលក៏ដើម្បីផ្ញើជូនភ្ញៀវពិសេសដែលគាត់កំងយកទៅផ្ទះបាទហើយក៏ទៅមកក៏យើងចង្ហុយទៀតបាទនេះក៏ចង្ហុយក៏ទឹកស៊ីអ៊ូដាក់មកហុយចាក់ចូលបាទអូបាទគួរចង់ហូបបាទនេះអូដាក់មកអេមបាទសាច់ត្រីនេះមកអេមមកត្រី10គីឡូជាងយកមកលយបាទហើយមានសាស៊ីមីនេះទៀតបាទដាក់ក្នុងប្រអប់មកអេមកាត់ស្ដើងវាលក់ទៅឆ្ងាញ់បាទហើយអាត្រីក្រហមទូចនោះក៏ចាប់មកឆ្នៃចេះជូនភ្ញៀវទៀតភ្ញៀវខ្លះមកដល់ហាងយើងក៏រៀបចំជូនគាត់បាទនេះបាទពិសេសគាត់មកនេះអូបាទត្រីទូចជូនគាត់ទៀតបាទ